paracetamol មានទម្រង់ច្រើនដែលផលិតនៅលើទីផ្សារដោយក្រុមហ៊ុនថ្នាំពេទ្យជាច្រើនមានរហូតទៅដល់ទម្រង់ដូចជា siro ទម្រង់ជា powder ជាម្សៅហើយទម្រង់ជាគ្រាប់ហើយនឹងខ្លះទៀតរហូតដល់ទម្រង់ជាសុលថ្នាំទាំងអស់ហ្នឹងគឺការផលិតថ្នាំគឺមានផលប្រយោជន៍ដូចគ្នាប៉ុន្តែអាស្រ័យទៅនឹងពេលវេលាប្រើហើយនឹងការទុកដាក់វាខុសៗគ្នាខ្ញុំឧទាហរណ៍ពីការប្រើប្រាស់រវាង siro ជាមួយនឹងម្សៅមានគុណភាពដូចគ្នាទេប្រើមួយណាក៏បានដែរប៉ុន្តែគាត់ថាបើយើងគិតទៅលើការចំណាយឧទាហរណ៍បើ siro បើយើងបើកហើយមួយដបហ្នឹងប្រើបានមួយដបពីរដងយើងបោះចោលយើងអាចទុកបានយូរទេតែឡើយបើយើងប្រើជាម្សៅយើងហែកកញ្ចប់ប្រើយើងសល់យើងប្រើទៀតបានមិនសល់កញ្ចប់ដដែលនឹងសល់កញ្ចប់ផ្សេងៗទៀតយើងទុកប្រើបានអញ្ចឹងវាហាក់ដូចជាសន្សំសំចៃបានដែរដោយឡែកថ្នាំខ្លះទៀតឧទាហរណ៍ដូចជាថ្នាំសុលវាប្រើក្នុងកលៈទេសៈមួយដែលចាំបាច់ពួកក្មេងខ្លះមិនអាចលេបបានអីបានអញ្ចឹងប្រើសុលគុណភាពដូចគ្នាបាទប៉ុន្តែផលលំបាករបស់វាមានកើតមានឡើងអាចកើតមានឡើងដោយសារមិនលំបាកគ្រោះថ្នាក់អីទេគឺត្រូវការទុកវានៅកន្លែងត្រជាក់ទើបយកមកប្រើបានយើងមិនអាចយកតាមខ្លួនបានទេតើទៅនៅក្នុងទូទឹកកកយើងយកមកប្រើបាន